តោះខ្ញុំនិយាយតាក់ទងជាមួយនឹងការចូល trade របស់ខ្ញុំពីយប់មិញហើយពីយប់មិញនេះខ្ញុំបានចំណេញ15លេខណានេះចំណេញ15លេខឃើញទេចំណេញ15លេខបានខ្ទង់70រៀលជាងអញ្ចឹងដំណើរការនៃការ trade របស់ខ្ញុំយប់មិញគឺដំបូងឡើយហ្នឹងគឺវាមិនអត់ទាន់មាន candle ចុះបែបហ្នឹងទេវានៅតែ candle កំពុងតែឡើងផ្សារកំពុងតែឡើងយើងមើលចាប់ពីត្រឹមនេះមកនេះចាប់ពីត្រឹម candle នេះមកផ្សារកំពុងតែឡើងខ្លាំងហើយឡើងហ្នឹងគឺឡើង100លេខមិនលេងសើចណាឡើង100លេខអញ្ចឹងដល់ពេលកាលណាឡើង100លេខខ្ញុំក៏ផ្សារនេះមើលលំហដូចជា volume ហើយ MACD គឺអត់ទាន់មានអីប្រែប្រួលទេនេះចាប់ពី candle នេះមក15នាទីហ្នឹងអត់មានអីប្រែប្រួលតែហ្មងអញ្ចឹងយើងរងចាំមើលតទៅមុខទៀតក៏មើលឃើញ volume មួយក៏វាកើតចេញក្រហមខ្ញុំក៏ឆែកមើល15នាទីហើយមើល15នាទីហើយមើល5នាទីហើយនេះមើល confirm 5នាទីហើយ5នាទីក៏អត់ទាន់មានកន្លែងណាត្រូវចូលការទៀតខ្ញុំក៏មើល1នាទីអត់ទៀត1នាទីអត់មានកន្លែងចូលទៀតអញ្ចឹងខ្ញុំបកមក15នាទីវិញរងចាំនេះ volume ទី2ហើយ volume ទី2មើលថាដូចអត់ទំនងទេខ្លាចមានការ rejection ឬក៏ fake ចូល volume ទី3 candle ទី3ហើយខ្ញុំចុច order ពោងចុច order ហើយថ្ងៃមុននឹងចុចហ្នឹងខ្ញុំមើលដែរមើល15នាទីហើយខ្ញុំទៅមើល5នាទីនេះមើល5នាទីឃើញវាបង្កើតលំហូរចុះមកហើយអញ្ចឹងខ្ញុំមើល1នាទីទៀត1នាទីនេះលំហូរចុះមកទំហឹងហ្មងណាតែដល់ពេលខ្ញុំចូល order ពោងវាឡើង7-10លេខឡើង7-10លេខប៉ុន្តែខ្ញុំអត់ទៅភ័យអីទេខ្ញុំអត់បាន set SLTP ផងពេលហ្នឹងខ្ញុំអត់បាន set SLTP ទេប៉ុន្តែនេះវាដាក់ដល់ទៅនេះខ្ញុំគិតថាផ្សារហ្នឹងប្រហែលជាវាអាចនឹងឡើងទៅវិញខ្ញុំក៏ set SLTP តែហ្មងទៅ set ឲ្យមិនបានប្រហែលផងវាធ្លាក់មកវូនេះមកដល់ TP យើងខាងក្រោមឃើញអត់ហើយបើយើងទុកទៀត hold បានដល់50លេខតែយើងមិនទេយើងអត់ប្របែក rule របស់យើងអត់ប្របែកក្បួនច្បាប់របស់យើងព្រោះយើងដើរទៅតាម rule របស់យើងព្យាយាមធ្វើអីដែលយើងកំពុងដើរត្រូវអញ្ចឹងណាអត់ឲ្យប្របែកខ្លួនឯងធ្វើខុសទៀតទេអញ្ចឹងសរុបទៅយើងក៏បាន profit ហើយ profit របស់យើងហ្នឹងគឺ15លេខពេញតែហ្មង15លេខអត់មានបាត់បន្តិចហើយយើងសប្បាយចិត្តដែរផ្សារនេះអ្នកមួយចំនួនចាំបាយអ្នកបាយទៅភ្នែកព្រោះអីវាមានកន្លែងវាឆោតឲ្យអ្នកបាយចូលបាយឃើញអត់អ្នកបាយចូលបាយទៅនេះបានឃើញអត់អញ្ចឹងយើងបានទី2ហើយក៏សប្តាហ៍នេះយើងឃើញថាយើងបាន100ជាងហើយអញ្ចឹងចាំមើលថា2-3ថ្ងៃទៀតថាយើងបានប្រហែលព្រោះយើងចាំបូកសរុបលទ្ធផលនឹងថ្ងៃចុងសប្តាហ៍ថ្ងៃដែលបិទផ្សារហ្នឹងហើយអូខេអញ្ចឹងយើងមើលទៅគឺយើងបាន profit ហើយដំណើរការ trade របស់ខ្ញុំកាលពីយប់មិញគឺបែបហ្នឹងហើយក៏សូមអធិស្ឋានដោយសារយប់មិញហ្នឹង record ដែរវីដេអូ record ដែរតែវាមានបញ្ហាបើកអត់ដាកាត់អត់ចេញដល់ពេលអញ្ចឹងគ្មានជំរឿនទេគឺថតវីដេអូសង្ខេបឡើងវិញតែប៉ុណ្្នឹងទេវាស្ដាយដែរយប់មិញខ្ញុំបាននិយាយក្បោះបាយដែរនិយាយច្រើនវីដេអូចង់15នាទីតាក់ទងជាមួយនឹងចំណុចការចូលហ្នឹងហើយយើងផ្អែកទៅលើ indicator របស់យើងហ្នឹងគឺមានច្រើនមែនតើតែធ្វើម៉េចបើវីដេអូយើងប្រើការអត់កើតអញ្ចឹងមានតែសង្ខេបឲ្យយល់ក៏ដូចជាទុកធ្វើជាមេរៀនខ្លួនឯងតែហ្មងទៅហើយចំពោះនៃការ trade របស់ខ្ញុំយប់មិញហ្នឹងមិនលេងសើចហ្នឹងចាយពេល2ម៉ោងណា2ម៉ោង3ម៉ោងមិនបានដល់ target របស់យើងអញ្ចឹងមិនថាប្រើពេលយូរមែនតើឡើងតែមួយ candle ទេតែចុះវិញឡើងចេះតិចហ្នឹងហើយសំខាន់អត់អីទេតិចច្រើនសំខាន់ប្រើពេលយូរឲ្យឆាប់ឲ្យតែបាន profit យើងសប្បាយចិត្តហ្នឹងមិនអញ្ចឹងមកបានមួយនឹងទៀងតឹងចិត្តដែរអូខេហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេជាមួយនឹងការរៀបរាប់ក៏ដូចជារកកន្លែងចូលរបស់ខ្ញុំហើយការភាគរបស់ខ្ញុំខ្លីៗដល់ប្រាក់ indicator ជំនួយរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយចាំជួបមួយខ្ញុំវីដេអូក្រោយទៀតណាបាយ